នេះដាំធ្វើព្រំមួយសិនដាំធ្វើព្រំមួយសិនធ្វើព្រំមួយសិនធ្វើព្រំមួយសិនយើងកំលៀតប្រហែលជា2ជាងអាមហ្នឹងនេះ40 35 40នេះយើងសង្ឃឹមថាដល់ពេលវាបែកគុំមកវាអាចចិត្តអញ្ចឹងដាំប៉ុណ្ណឹងសាកមើលសិនបើញឹកពេកឬរវល់ពេកចាំយើងកែដាំក្រោយឲ្យបានប៉ុណ្ណឹងសិនតែបើសិនជាវាបែកគុំមកប្រហែលជាអាចនេះព្រំនៅសល់ប្រហែលជា2ទឹកកន្លះពីព្រំហ្នឹងធ្វើលបងដោយសម័យក្រុងលង្វែកណាយើង2ខែបាន2ខែបានដេញស្មើជាគង់ទៅយើងបានជាលបងផ្ទះលបងដីមួយអេមដោយអត់ប្រើដេញលុយទិញគ្រឿងសំណង់គ្រឿងដែកគ្រឿងស៊ីម៉ងអញ្ចឹងណាយើងសាកធ្វើនេះមើលសិនបច្ចុប្បន្នខាងនោះធ្វើក៏ធ្វើអញ្ចឹងលើព្យាយាមធ្វើអញ្ចឹងអស់ឲ្យដីដែលមានតនេព្យាយាមយកហ្នឹងធ្វើលបងហ្នឹងយើងពីមុនគេយកដើមឆាយាក៏ធ្វើលបងបានតែខាងថាបើឆាយាវាអត់មានបន្លាគេហែកចូលស្រួលជាងបើនេះអេមបន្លាមុតអញ៉ៃដល់ពេលវាដុះខ្ពស់ទៅវាទៅជាអញ៉ៃបាក់ចេញបាក់ចូលជាងដើមឆាយាព្រំធ្វើព្រំខាងនេះធ្វើព្រំខាងនេះហើយនឹងបន្ទាប់មកដាំធម្មតាបើតន់តកូនមកផងកាប់ដីសិនលើថ្ងៃសៀលទៅយកកូនពីខាងនោះអានេះកូនយកមកពីសាល់នេះអត់តន់មានលបងផ្ទះអត់តន់មានកំផែងផ្ទាយលង្វែកយកស្អំយកធ្វើកំផែងផ្ទាយបានអូខេ